Morning អ្នកទាំងអស់គ្នា Happy Saturday អ្នកទាំងអស់គ្នា Happy New Year ចាអ្នកទាំងអស់គ្នាឆ្នាំថ្មីស្រីសួស្តីចាយើងឈានចូលដល់ឆ្នាំ2026ហើយយ៉ាងណាមិញដែរ break ប្រហែលថ្ងៃហ្នឹងអញ្ចឹងឥឡូវនេះនាងខ្ញុំចង់លើកវីដេអូយកមកសម្រាប់បងប្អូនខ្មែរយើងថ្ងៃមុនមានបងស្រីម្នាក់គាត់សួរនាងខ្ញុំនៅលើ page របស់នាងខ្ញុំហ្នឹងអញ្ចឹងនាងខ្ញុំសូមបញ្ជាក់ទីដែរបើសិនជាបងប្អូនមានបំណងចង់ឲ្យនាងខ្ញុំបង្ហាញពន្យល់ពីវីដេអូដែលតាក់ទិនវាជាលក្ខណៈមួយដែលបងប្អូនខ្មែរយើងក៏មានសំណួរដែលនាងខ្ញុំអាចជួយឆ្លើយសំណួរនឹងបាននាងខ្ញុំអាចបង្កើតជាវីដេអូនៅក្នុងនឹងបានគាត់ថាយល់ជុំទៅលើតាមការសំណើបងប្អូនខ្មែរយើងអញ្ចឹងណាចាអញ្ចឹងបើអ្នកទាំងអស់គ្នាអាច comment ឬមួយក៏អាចផ្ញើសារនៅក្នុង Facebook ទៅនាងខ្ញុំអាចឆ្លើយបានបើចង់នាងខ្ញុំធ្វើវីដេអូគឺនាងខ្ញុំអាចលើកជាសម្រាប់និយាយវីដេអូទៅឲ្យបងប្អូនខ្មែរយើងបើសិនជាអ្នកទាំងអស់គ្នាត្រូវការអញ្ចឹងបើសិនជាបងប្អូនមានសំណួរចាចង់ឲ្យនាងខ្ញុំបង្កើតជាកម្មវិធីវីដេអូហ្នឹងគឺអ្នកទាំងអស់គ្នាអាចចូល comment នៅក្នុង Facebook នីមួយៗឬមួយរាល់ post ដែលនាងខ្ញុំផ្សាយហ្នឹងនាងខ្ញុំនឹងអាចព្យាយាមលើកជាវីដេអូខ្លីៗសម្រាប់នឹងបញ្យល់ឲ្យបងប្អូនខ្មែរយើងដឹងពីក្នុងករណីថាសំណួរអ្នកទាំងអស់គ្នាមានចាអញ្ចឹងសម្រាប់ថ្ងៃនេះអ្នកទាំងអស់គ្នាសុខសប្បាយ Happy New Year ឥឡូវចូលដល់ weekend ហើយខ្ញុំជឿថាបងប្អូនខ្មែរខ្លះគាត់តែបានចូលសម្រាប់គាត់តែបានជុំគ្នាជាមួយគ្រួសារចាអញ្ចឹងយ៉ាងណាមិញជូនពរឆ្នាំថ្មីដល់អ្នកទាំងអស់គ្នាឆ្នាំថ្មីសិរីសួស្តីសុខភាពល្អទាំងអស់គ្នាចារកស៊ីមានបានតាណាមណាមានសុខភាពហើយបើអ្នកទាំងអស់គ្នាត្រូវការតាក់ទិនជាមួយនឹង real estate អចលនទ្រព្យមានសំណួរត្រូវការទិញលក់មិនថាអ្នកទាំងអស់គ្នានៅក្នុង state កលីឬមួយនៅ state ណាទេចា business ក៏ដូចគ្នា building ក៏ដូចគ្នាការខ្ចីលុយក៏ដូចគ្នាចាអញ្ចឹងបើចង់ដឹងថាតើនាងខ្ញុំអាចជួយអ្នកទាំងអស់គ្នានៅក្នុងតំបន់ state ដែលទាំងអស់គ្នាបានអត់តើតើនាងខ្ញុំឬមួយក៏អាចឆាតមកនាងខ្ញុំមិនថានៅ personal page មិនថានៅក្នុង business page ចានាងខ្ញុំនឹងអាចជួយឆ្លើយសំណួរអ្នកទាំងអស់គ្នាបានថាតើយើងអាចជួយអ្នកទាំងអស់គ្នាទៅតាមតំបន់អ្នកទាំងអស់គ្នាបានអត់ចាអញ្ចឹងសម្រាប់ថ្ងៃនេះគឺតែប៉ុណ្្នឹងទេសុខសប្បាយអ្នកទាំងអស់គ្នាចាំជួបគ្នាបាយបាយ